កិត្តត្រឹមថ្ងៃសៅរ៍ម្សិលមិញចំនួនអ្នកស្លាប់នៅថៃដោយសារទឹកចំនួនបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងរដូវមូសុងបានកើនឡើងចំនួន7នាក់និងមនុស្សជាង260,000នាក់នៅទូទាំងខេត្តមួយចំនួនតាមដងទន្លេចៅប្រយ៉ាបានរងផលប៉ះពាល់នៅក្នុងសប្តាហ៍នេះខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តទោះបីជាមិនរងគ្រោះដោយសារព្យុះត្រូពិចប៊ូឡាដែលបានវាយប្រហារហ្វីលីពីននៅសប្តាហ៍នេះក៏ដោយប៉ុន្តែនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៀតប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំចាប់ពីខែមិថុនាដល់ខែកញ្ញាប៉ុន្តែអ្នកជំនាញលើកឡើងថាបំរែបំរួលអាកាសធាតុដែលបង្កឡើងដោយមនុស្សបាននាំឲ្យអាកាសធាតុអាក្រក់យ៉ាងធ្ងន់ធ្ងរកាន់តែកើនឡើងដោយធ្វើឲ្យស្ថានភាពកាន់តែមិនអាចទីទុកជាមុនបានជាក់ស្ដែងនៅភូមិខាងជើងប្រទេសថៃកាលពីខែសីហាមនុស្ស5នាក់បានស្លាប់និង15នាក់ទៀតរងរបួសអំឡុងពេលមានហេតុការណ៍បាក់ដីនិងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុងកាជីគី